បាទបងប្អូនគឺនិយាយពាក់ព័ន្ធជាមួយនឹងម៉ូទ័រដែលយើងកែច្នៃយកមកកាត់ចុងស្រូវវាទំហំតូចដងវាទំហំតូចម៉ូទ័រវាទំហំតូចផ្លែវាទំហំតូចស្រាលនិយាយរួមការធ្វើការរបស់យើងគឺវាអត់ប្រើកម្លាំងខ្លាំងអត់ធ្ងន់នឹងឯងប្រើតែថ្មឬក៏អាគុយមកក្រមអាគុយយើងដាក់កូនអាគុយម៉ូតូយើងឬក៏ប្រភេទអាគុយធុងថ្នាំទម្ងន់វាប្រហែលជា1គីឡូជាង2គីឡូជាង3គីឡូជាងទៅតាមអំពែរបស់វាចឹងទៅហ្នឹងហើយអញ្ចឹងគឺវាស្រាលបើធៀបជាមួយនឹងការប្រើម៉ាស៊ីនណាការប្រើម៉ាស៊ីនទី1វារំខានខ្លាំងទី2ធ្ងន់ខ្លាំងទី3ចំណាយច្រើនទៅលើការទិញម៉ាស៊ីនហ្នឹងហើយម៉ាស៊ីនជាទូទៅខ្ទង់ជិត$100ហ្នឹងហើយអត់អីទេសម្រាប់អ្នកទិញម៉ាស៊ីនគឺគាត់គោលដៅរបស់គាត់គឺកាត់ស្មៅក្រាស់ក្រាស់ស្មៅស្វិតស្វិតស្មៅធំធំអីចឹងទៅសម្រាប់បងប្អូនដែលគ្រាន់តែចង់កាត់ចុងស្រូវណាប្រើប្រភេទម៉ូទ័រតូចៗហ្នឹងទៅចំណាយតិចស្រាលអត់មានការរំខានហ្នឹងហើយ